រឿងខ្មោចនៅtrongផ្លូវស្លាប់ឬត្រីខែភ្លឺច្បាស់ប៉ុន្តែបរិយាកាសនៅតាមបណ្ដោយផ្លូវលំដែលហុំព័ទ្ធទៅដោយដើមថ្នោតខ្ពស់ពោះបែរជាមើលទៅស្រអាប់ស្ពៃស្ពិលខុសពីធម្មតាខ្យល់ត្រជាក់ក៏ចាប់ដើមបក់មកប៉ះនឹងរាងកាយធ្វើឲ្យសពល់ញាក់សាច់បន្តិចម្ដងខណៈដែលគេកំពុងតែធ្វើដំណើរត្រឡប់មកពីធ្វើការនៅឯទីរំខេត្តដើម្បីទៅសួរសុខទុក្ខម្ដាយដែលកំពុងជិះធ្ងន់ឲ្យស្រុកកំណើតដាច់ស្រយាលដោយសារតែចង់ទៅដល់ឲ្យឆាប់រហ័សបំផុតគេក៏បានសម្រេចចិត្តបាត់ចូលតាមផ្លូវកាត់មួយខ្សែដែលអ្នកភូមិគ្រប់គ្នាតែងតែដំណើរប្រាប់តគ្នាថាជាផ្លូវស្លាប់ផ្លូវនេះមិនសូវមានមនុស្សម្នាហ៊ានជិះឆ្លងកាត់ឡើយសម្បីតែនៅពេលថ្ងៃត្រង់ក៏ព្រោះតែរឿងរ៉ាវអាចកំបាំងនឹងគ្រោះថ្នាក់ចម្លែកដែលធ្លាប់កាត់ឡើងកាលពីអតីតកាលដ៏យូរលង់ណាស់មកហើយសម្លេងម៉ាស៊ីនម៉ូតូចាស់របស់សផលមិនលើឡើងកាត់ភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចនេះគឺត្រូវតែស្ងប់ស្ងាត់ចងំនៅសងខាងផ្លូវលំមានតែព្រៃរបស់និងវាលស្រែដ៏ធំល្វឹងល្វើយដែលមើលទៅដូចជាមហាសមុទ្រងងឹតដ៏សែនជ្រៅកាន់តែធ្វើដំណើរទៅមុខកាន់តែជ្រៅទៅអបអរសាស្ដើងមិនចាប់ដើមគ្រប់ដណ្ដប់លើពេដីធ្វើឲ្យចក្ខុវិញ្ញាណរបស់គេកាន់តែងងឹតងងល់នឹងពិបាកនៅក្នុងការមើលឃើញផ្លូវខាងមុខរំពេចនោះក្លិនដ៏អាក្រក់មួយយ៉ាងបានពីមកប៉ះនឹងច្រមុះរបស់គេយ៉ាងខ្លាំងវាមិនមែនជាក្លិនផ្កាឬក៏ផ្កាម្លិះរំដួលនៅក្បែររបស់ផ្ទះអ្នកស្រុកនោះទេប៉ុន្តែវាជាក្លិនស្អុយរលួយឆ្អាបដូចជាសាកសពសត្វដែលបានងាប់ជាយូរថ្ងៃមកហើយសុផលកំពុងទប់អារម្មណ៍ភ័យខ្លាចដែលកំពុងតែកាន់ឡើងហើយបង្កើនល្បឿនម៉ូតូបន្ថែមទៀតដើម្បីចាក់ចេញពីតំបន់នោះឲ្យបានឆាប់បំផុតប៉ុន្តែហាក់ដូចជាផ្លូវមួយនេះកាន់តែវែងឆ្ងាយទៅគ្មានទីបញ្ចប់ទាស់តែសោះស្រាប់តែនៅខាងមុខប្រហែលជា10ម៉ែត្រសុផលក៏បានឃើញស្រមោលមួយកំពុងឈរនៅកណ្ដាលផ្លូវយ៉ាងស្ងៀមស្ងាត់បំផុតគេចាប់ហ្វ្រាំងម៉ូតូយ៉ាងខ្លាំងងក់ភ្លាមរហូតធ្វើឲ្យកង់ម៉ូតូអូសលើដីខ្សាច់លឺសូរប្រោកគួរឲ្យរន្ធត់ពន្លឺចំគៀងដែលស្រអាប់បានចាំងទៅចំរូបរាងដ៏ចម្លែកនោះវាគឺជាស្ត្រីម្នាក់ដែលមានសក់វែងអន្លាយគ្របដល់ចង្កេះនាងស្លៀកសម្លៀកបំពាក់ពណ៌សចាស់ដែលដាច់ប្រហែកនឹងប្រឡាក់ទៅដោយដីរអិលនាងឈរបែរខ្នងដាក់គេហាក់បីដូចជាកំពុងរងចាំនរណាម្នាក់នៅក្នុងភាពងងឹតសូន្យឈឹងអ្នកស្រីតើមានរឿងអីកើតឡើងមែនទេតើអ្នកមានត្រូវការឲ្យខ្ញុំជួយអ្វីដែរទេសុផាសួរទៅកាន់នាងទាំងសំឡេងញ័រទៅគ្មានចម្លើយណាមួយតបវិញឡើយមានតែភាពស្ងប់ស្ងាត់ដែលបង្កប់នូវភាពត្រជាក់ដល់ឆ្អឹងខ្នងស្ត្រីម្នាក់នោះចាប់ផ្ដើមងាកមកយឺតតាមសំឡេងហៅសុផាសម្លឹងមើលដោយមិនដាក់ភ្នែកឡើយប៉ុន្តែអ្វីដែលគេបានឃើញនោះនៅពេលនោះគឺធ្វើឲ្យបេះដូងរបស់គេស្ទើរតែលោតចេញពីទ្រូងផ្ទៃមុខរបស់នាងមិនមែនជាផ្ទៃមុខរបស់មនុស្សលោកឡើយវាជាផ្ទៃមុខដែលមានសាច់រលេះរលួយមានដង្កូវហូរចេញពីប្រហោងភ្នែកដែលជ្រៅដែលគ្មានក្របភ្នែកម្ខាងរបស់នាងបានធ្លាក់ចុះមកដល់ពាល់ដែលរលួយរលេះនាងបានហៅឈ្មោះរបស់គេដោយសំឡេងគ្រលួចនិងញាក់ញ័រថាសូផលជួយខ្ញុំផងខ្ញុំត្រជាក់ណាស់គេភ័យស្លន់ស្លោពេកក៏ប្រឹងជន់បញ្ឆេះម៉ូតូយ៉ាងអស់ពីកម្លាំងដើម្បីរត់គេចចេញពីទីនោះប៉ុន្តែម៉ាស៊ីនម៉ូតូបែរជាស្ងាត់ឈឹងមិនព្រមឆេះឡើយភាពងងឹតជុំវិញខ្លួនចាប់ដើមលេបត្របាក់រូបគេហើយស្រមោលសដែលគួរឲ្យខ្លាចនោះក៏ចាប់ដើមមិនដែលចូលមកចិត្តគេកាន់តែគៀកទៅខ្យល់ចាប់ដើមបោកកាន់តែខ្លាំងសំឡេងសត្វតកែយំលាន់កងរំពងពីពេញព្រៃក្បែរនោះហាក់ដូចជាសំឡេងសើចចំអកលក់លើដាក់វាសនារបស់គេសុផលមានអារម្មណ៍ថាដៃដល់ត្រជាក់ស្រេបដូចជាទឹកកកមួយនេះបាននឹងប៉ះស្មារបស់គេពីក្រោយយ៉ាងណែនគេមិនហ៊ានសម្បីតែងាកក្រោយទៅមើលឡើយញើសត្រជាក់បានហូរស្រោចពេញខ្នងនឹងផ្ទៃមុខរបស់គេនៅចុងផ្លូវដងងឹតស្លុបដែលគេធ្លាប់តែឮសំឡេងដំណើរនេះពេលនេះគេដឹងច្បាស់ណាស់ថាខ្លួនឯងមិនមែននៅម្នាក់ឯងក្នុងរាត្រីដ៏ខ្មៅងឹតនេះឡើយតើមានអារម្មណ៍អាចកំបាំងអ្វីដែលលាក់បាំងនៅពីខាងក្រោយផ្លូវស្លាប់មួយនេះហើយហេតុអ្វីបានជាព្រលឹងខ្មោចស្រីម្នាក់នោះអាចស្គាល់ឈ្មោះរបស់គេយ៉ាងច្បាស់បែបនេះរឿងរ៉ាវដ៏រន្ធត់នឹងអាចកំបាំងទើបតែចាប់ដើមតែប៉ុណ្ណោះហើយរាត្រីដ៏វែងឆ្ងាយនេះទើបតែចាប់ដើមឆក់យកព្រលឹងរបស់សុផលបន្តិចម្ដងក្នុងភាពជ្រងំគ្មានអ្នកជួយឡើយ
Biết ngắt trong ngôn này không nênជួយនោះបានប្រែក្លាយទៅជាសម្ពាធដ៏ធ្ងន់សង្កត់លើទ្រូងរបស់សុផលរហូតដល់កេស្ទើតែដកដង្ហើមរួចនៅក្នុងរាត្រីដ៏រន្ធត់នេះគេដឹងច្បាស់ថាស្រមោលដែលនៅពីក្រោយគេនោះមិនមែនជាមនុស្សឡើយប៉ុន្តែវាគឺជាវិញ្ញាណដែលកំពុងតែលងបន្លាចគេដោយកំហឹងនឹងការជឿចាប់ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងអតីតកាលសុផលបានសម្រេចចិត្តប្រមូលសេចក្តីក្លាហានចុងក្រោយរួចក៏ងាកក្រោយយ៉ាងលឿនដើម្បីប្រឈមមុខនឹងការពិតប៉ុន្តែអ្វីដែលគេបានឃើញគឺភាពទទេស្អាតដែលពោពេញទៅដោយភាពត្រជាក់ស្រឹកគ្មានមនុស្សគ្មានស្រមោលមានតែដើមឈើធំធំដែលយោងទៅតាមកម្លាំងខ្យល់ដែលបោកបក់មុខដូចជាដៃបិសាចដែលកំពុងរងចាំឆក់យកព្រលឹងរបស់គេទៅកាន់លោកខាងមុខទោះបីជាមិនឃើញរូបរាងអ្វីអត់ច្បាស់ក៏ក្លិនផ្កាម្លិះលាយឡំទៅនឹងក្លិនស្អុយរលួយនៃសាកសពបានភាយមុខបច្ចុប្បន្នរបស់គេយ៉ាងខ្លាំងដែលធ្វើឲ្យគេចង់ក្អួតចង់ឲ្យចេញមកភ្លាមទាំងអារម្មណ៍ភ័យខ្លាចបំផុតណែណាតើអ្នកណានៅទីហ្នឹងចេញមកភ្លាមសពសួរដល់សំឡេងញ័រដល់ស្ទើរតែស្ដាប់មិនឮប៉ុន្តែចម្លើយដែលគេទទួលបានគឺសំឡេងដ៏ក្រលួចដែលបានបន្លឺចេញពីគ្រប់ទិសទីជុំវិញខ្លួនរបស់គេរំពេចនោះភ្លើងម៉ូតូរបស់គេដែលធ្លាប់តែភ្លឺច្បាស់សម្រាប់នាំផ្លូវក៏ចាប់ផ្ដើមញ័ររន្ធត់ដូចជាចង្គៀងដែលចិត្តបោះប្រេងហើយក៏រលត់ងងឹតស្លុបបាត់ទៅតែម្ដងក្នុងភាពងងឹតសូន្យសងដែលមើលទៅមិនឃើញសូម្បីតែបាត់ដៃខ្លួនឯងនោះសផលមានអារម្មណ៍ថាមានម្រាមដៃទៅជាក់ស្រាប់ដូចជាតកបានបញ្ចប់ស្មារតីរបស់គេពីក្រោយយ៉ាងណានគេភ្ញាក់កញ្ញាងដួលទៅលើដីរួចក៏ខំរត់ចេញពីកន្លែងនោះដោយមិនគិតពីជីវិតឡើយគេរត់ផងដួលផងប៉ះនឹងបន្លានឹងមែកឈើដែលកោសពេញសាច់កាយប៉ុន្តែផ្លូវដែលគេធ្លាប់តែស្គាល់ច្បាស់កាលពីមុនបែរជាប្រែទៅជាវែងអន្លាយគ្មានទីបញ្ចប់ដូចជាវាវត្តសង្សារមិនថាគេខំរត់លឿនយ៉ាងណាក៏ដោយក៏គេនៅតែត្រឡប់មកដល់ចំណុចដដែលវិញគឺនៅក្រោមដើមជ្រៃធំដែលជាកន្លែងលាក់កំបាំងនៅរឿងរ៉ាវដងងឹតនេះផ្លូវស្លាប់នេះបងសុផលតើបងពិតជាភ្លេចអូនហើយមែនទេសម្លេងនោះបានមកលើឡើងម្ដងទៀតយ៉ាងសន្ទន់ប៉ុន្តែលើកនេះវាមកពីខាងមុខចំតែម្ដងសុផលឈប់ងក់ទាំងដង្ហើមហត់ក៏ខឹករួចក៏យឺតងើបមុខមើលមុខទៅមុខនៅចំពោះមុខគេនោះនៅក្នុងពលឺព្រះច័ន្ទដ៏ស្អាតគឺជាស្ត្រីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌សដែលរហ័យរាយរានិងប្រឡាក់ពេញទៅដោយឈាមក្រហមច្រាលទីមុខរបស់នាងស្លេកស្លាំងដូចជាមនុស្សស្លាប់រាប់ឆ្នាំកែភ្នែកទាំងពីររបស់នាងមានឈាមហូរស្រក់មកលើត្បូងទាំងសងខាងហើយអ្វីដែលធ្វើឲ្យសុផលរន្ធត់រហូតដល់សឹងតែកែបេះដូងនោះគឺស្ត្រីម្នាក់នេះគឺជាស្រីលក្ខដែលជាអតីតសង្សាររបស់គេដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍យ៉ាងអាណោចអាធំនៅកន្លែងនេះកាលពី10ឆ្នាំមុនសុផលដួលទៅលើដីទាំងភ័យញាប់ញ័រដូចជាសត្វត្រូវគេអាកោព្រោះកាលពី10ឆ្នាំមុនគេគឺជាអ្នកដែលបើកម៉ូតូដប់នាងក្នុងរាត្រីភ្លៀងធ្លាក់ហើយដោយសារតែភាពអាត្មានិយមនិងភ័យខ្លាចការទទួលខុសត្រូវគេបានទុកនាងឲ្យដេកដកដង្ហើមចុងក្រោយក្នុងថ្លុកឈាមម្នាក់ឯងរួចក៏រត់គេចខ្លួនបាត់ស្រមោលស្រីលក្ខគឺអូនមែនទេសុំទោសបងពិតជាសុំទោសបងមិនបានតាំងចិត្តទុកអូនចូលក្នុងយុគនោះទេសុផលស្រែកអង្វរទាំងទឹកភ្នែកហូរជោគផលប៉ុន្តែវិញ្ញាណក្មួយស្រីនោះមិនបានបង្ហាញក្តីមេត្តាឡើយនាងសើចយ៉ាងត្រជាក់គួរឲ្យខ្លាចរួចក៏សម្លឹងមកគេដោយភ្នែកដែលពោពេញទៅដោយគំនុំសងសឹករូបពេជ្រនោះដើមឈើជុំវិញខ្លួនរបស់សុផលបានចាប់ផ្ដើមប្រែប្រួលយ៉ាងចម្លែកមែកឈើទាំងឡាយបានក្លាយទៅជាដៃឆ្អឹងខ្មៅលូនចេញមកពីក្នុងដើមឈើព័ទ្ធជុំវិញជើងនិងខ្លួនរបស់គេព្យាយាមរើបប្រាស់យ៉ាងខ្លាំងប៉ុន្តែដៃទាំងពីរនោះកាន់តែរឹបកាន់តែតាំងទៅរហូតដល់គេមានអារម្មណ៍ថាឆ្អឹងជំនីរបស់គេចិត្តបាក់ទៅហើយក្នុងពេលដ៏រន្ធត់នោះសុផលបានឃើញរូបភាពកាលពី10ឆ្នាំមុនលេចឡើងយ៉ាងច្បាស់ជារូបភាពដែលនាងងាកមើលនាងចុងក្រោយក្នុងពេលនោះខណៈដែលនាងកំពុងលើកដៃហៅគេឲ្យជួយទាំងដង្ហើមហត់អួលអាដល់ពេលដែលបងត្រូវមុខនៅក្បែរអូនជារៀងរហូតហើយស្រីលក្ខខ្សឹបដាក់ត្រចៀកគេទាំងដង្ហើមត្រជាក់ស្រាប់ខណៈដែលនាងយកដៃសល់តែឆ្អឹងមុខអង្អែលមុខរបស់គេថ្នមសុផលមានអារម្មណ៍ថាព្រលឹងរបស់គេកំពុងត្រូវបានឆក់យកចេញពីសរីរាង្គកាយបន្តិចម្ដងកម្លាំងក្នុងខ្លួនក៏រលាយបាត់អស់គ្មានសល់សូម្បីតែបន្តិចគេសម្លឹងមើលទៅចុងភ្លើងងឹតស្លុបរួចក៏ឃើញពន្លឺភ្លើងពណ៌ខៀវមួយយ៉ាងដែលមិនមែនជាពន្លឺភ្លើងមនុស្ស
លោកឡើយប៉ុន្តែវាជាពលឺនៃភពខ្មោចដែលកំពុងបើកទ្វាររងចាំទទួលរូបគេយ៉ាងអន្តរសាសផលបត់ភ្នែកទាំងអស់សង្ឃឹមខណៈដែលសម្រេចយំទាជីវិតចុងក្រោយរបស់គេត្រូវបានលេបត្របាក់ដោយភាពស្ងាត់ជ្រងំនៃរាត្រីដ៏ខ្មៅងងឹតបំផុតនេះអាចកំបាំងដែលគេខំលាក់ទុកនៅក្នុងជំរឿចិត្ត10ឆ្នាំមកនេះពេលនេះវាបានត្រឡប់មកវិញក្នុងរូបភាពដែលគេមិនដែលនឹកស្មានដល់ហើយវាគឺជាការចាប់ផ្ដើមនៃទារុណកម្មដែលគ្មានថ្ងៃបញ្ចប់សម្រាប់រូបគេនៅtrongផ្លូវស្លាប់មួយនេះដែលរងចាំសម្រាប់គេគ្រប់គ្នាដែលមានបាបជាប់ខ្លួននៅtrongផ្លូវស្លាប់មួយនេះដែលរងចាំសម្រាប់គ្រប់គ្នាដែលមានបាបជាប់ខ្លួនសុផលមានអារម្មណ៍ថារាងកាយរបស់គេកំពុងត្រូវបានទាញចូលទៅក្នុងភាពទទេស្អាតម្យ៉ាងដែលពោពេញទៅដោយភាពត្រជាក់ស្រពន់ដល់ឆ្អឹងខ្នងពលឺពណ៌ខៀវដែលគេបានឃើញពីដំបូងឥឡូវនេះបានក្លាយទៅជាមហាសមុទ្រនៃវិញ្ញាណដែលបានវិលវល់ជុំវិញខ្លួនគេយ៉ាងសាហាវខូខើនៅចំពោះមុខសុផលរូបភាពកាលពី10ឆ្នាំមុនបានលេចឡើងយ៉ាងច្បាស់ដូចជាខ្សែភាពយន្តដែលកំពុងបញ្ចាំងនៅលើទាំងសម្ពុតសនៃមរណៈវាគឺជាយុគភ្លៀងធ្លាក់ជោគជាំដែលរូបគេបានបើកបរក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹងជោគជាំរហូតចូលទៅបុកបរិសម្នាក់ដែលកំពុងដើរឆ្លងផ្លូវនេះក្នុងបំណងត្រឡប់ទៅជួបប្រពន្ធខ្លួនវិញជំនួសឲ្យការចោះទៅជួយសង្គ្រោះជីវិតមនុស្សម្នាក់សផលដែល被ខ្លាចបាត់បង់អនាគតដ៏ភ្លឺស្វាងរបស់ខ្លួនបែរជាជន់ហ្គាបន្ថែមល្បឿនរត់គេចខ្លួនបាត់ក្នុងភាពងងឹតសូន្យសងទុកឲ្យជនរងគ្រោះស្លាប់ក្នុងទ្រព្យឈាមទាំងកំសត់និងភ្នែកបើកធ្លុងសម្លឹងមើលទៅតាមក្រោយដោយភាពឈឺចាប់បំផុតសម្រាប់ចុងក្រោយដែលត្រូវបានលេបត្របាក់ដោយភាពស្ងប់ស្ងាត់កាលពីគ្រានោះពេលនោះបានប្រែមកជាសម្លេងសាច់កខឹកយ៉ាងគួរឲ្យព្រឺសម្បល់ខណៈដែលពន្លឺពណ៌ខៀវនោះកាន់តែចេះរោរាខ្លាំងឡើងសុផលកំប្រឹងបើកភ្នែកទាំងញាប់ញ័រហើយអ្វីដែលគេឃើញនៅចំពោះមុខគឺរូបរាងខ្ទេចខ្ទីរបស់បរិសម្នាក់ដែលគេបានសម្លាប់ដោយអចេតនាកាលពី10ឆ្នាំមុនប៉ុន្តែបានសម្លាប់ដោយចេតនារយៈការបោះបង់ចោលឲ្យស្លាប់គ្មានអ្នកជួយវានោះដើរចូលមកចិត្តយឺតរាងកាយពោពេញទៅដោយរបួសស្រោចដែលមិនដែលស្ងួតភ្នែកមកខាងធ្លាក់ចុះមកក្រៅសម្លឹងមើលមុខសុផលដោយកំហឹងក៏ស្ទះអស់មួយទសវត្សរ៍ឯងគិតថាឯងរួចពីកម្មពៀរបស់ខ្លួនឯងបានរហូតមែនទេសម្លេងនោះស្អកដល់ចេញពីបំពង់កដែលដាច់ឡើយបង្កើតជាសូរស័ព្ទដែលញ័ររង្គើទៅដល់ព្រលឹងរបស់សុផលឲ្យរន្ធត់ញាប់ញ័រស្ទើរតែដាច់ខ្យល់ស្លាប់ភ្លាមសុផលដួលផ្នែកក្រោយជាយាមថយក្រោយដោយក្តីភ័យខ្លាចជាទីបំផុតប៉ុន្តែផ្លូវដែលគេធ្លាប់ស្គាល់បានប្រើទៅជាវិថីវែងអន្លាយគ្មានទីបញ្ចប់ដែលពោពេញទៅដោយអាប់ខ្មៅគ្រប់ជំហានដែលគេខំរត់គឺនាំគេត្រឡប់មកចំណុចដែលគេបានបុកមនុស្សម្នាក់នោះវិញជានិច្ចពលឺពណ៌ខៀវនោះចាប់ផ្ដើមឆេះររាពេញអាកាសបង្ហាញឲ្យឃើញនៅវិញ្ញាណដទៃទៀតដែលធ្លាប់ជាជនរងគ្រោះនៃផ្លូវមរណៈអាចកំបាំងមួយនេះពួកគេកំពុងឈរមើលសុផលដោយភាពត្រជាក់ស្រងាក់ហាក់បីដូចជារងចាំមើលសមាជិកថ្មីដែលត្រូវមកទទួលទរណកម្មអស់កលជានិច្ចជាមួយគ្នាសុផលសាយំអង្វរសំការលើកលែងទោសយ៉ាងរអាក់រអួលប៉ុន្តែគ្មានទេវតាឬក៏សេចក្តីមេត្តាណាមួយអាចលោកដៃមកជួយសង្គ្រោះគេបានឡើយព្រោះទ្វេនេះពុកខ្មោចបានបិទចិត្តយ៉ាងណែនបាត់ទៅហើយបន្សល់ទុកតែរូបគេនិងកម្មពៀដ៏ខ្មៅរងឹតរបស់គេប៉ុណ្ណោះ10ឆ្នាំនៃការរស់នៅក្នុងភាពមានបាននឹងកិត្តិយសคล้ายដែលបានមកពីការជន់ឈ្លីជីវិតអ្នកដទៃឥឡូវនេះត្រូវសងវិញដោយភាពជីចាំដែលមិនអាចប្រាពាក្យសម្ដីមកពីពណ៌នាបានឡើយរូបភាពនៃគ្រោះថ្នាក់ចរាចរណ៍នោះបានចាក់បញ្ចាំងឡើងវិញម្ដងហើយម្ដងទៀតនៅក្នុងចិត្តរបស់គេដូចជារូបភាពដ៏រស់រវើកគេមានអារម្មណ៍ថាខ្លួនឯងកំពុងអង្គុយក្នុងឡានបុកមនុស្សម្នាក់នោះម្ដងហើយម្ដងទៀតហើយព្រាមនោះគេក៏មានអារម្មណ៍ថាខ្លួនឯងគឺជាមនុស្សដែលត្រូវឡានបុកនោះវិញដែរពីជាចាប់នៃការបាក់ឆ្អឹងខ្នងនិងការថប់ដង្ហើមនៅក្នុងថ្លុកឈាមនៅក្រៅកគុកបានកាត់ឡើងចំពោះរូបគេរាប់ពាន់ដងក្នុងមួយវិនាទីនេះគឺជាទរណកម្មផ្លូវចិត្តនិងផ្លូវកាយដែលគ្មានថ្ងៃបញ្ចប់គឺជាគុកងឹតដែលសាងឡើងដោយដុំបាបកម្មដ៏ធ្ងន់ធ្ងររបស់ខ្លួនឯងដែលបានសាងឡើងដោយមិនដឹងខ្លួននៅពេលដែលរាត្រីដ៏ខ្មៅងងឹតបំផុតបានឈានចូលមកដល់ចំណុចកំពូលនៃភាពត្រជាក់វិញ្ញាណរបស់សុផលក៏ត្រូវបានរលាយចូលទៅក្នុងពពងងឹតសូន្យសងក្នុងចុងផ្លូវស្លាប់នោះជារៀងរហូតគ្មាននរណាម្នាក់ដឹងថាមានអ្វីកើតឡើង
ចំពោះគេឡើយសំបីតែសាកសពមិនអាចរកឃើញសេះសល់សំបីតែបំណែកចឹងឡើយនៅព្រឹកបន្ទាប់ផ្លូវមួយនេះនៅតែរក្សាភាពស្ងប់ស្ងាត់ជាងងំដូចដើមប៉ុន្តែអ្នកភូមិដែលធ្វើដំណើរឆ្លងកាត់តែងតែឮសំឡេងឡានជន់ប្រាំងយ៉ាងខ្លាំងនិងសម្រែកសុំជួយយ៉ាងអត់ធំដែលបន្លឺចេញពីខ្យល់អាកាសនៅពេលយប់ជ្រៅចុងផ្លូវស្លាប់នៅតែបើកចំហរងចាំទទួលអ្នកដែលមានបាបជាប់ខ្លួនបន្ទាប់ទៀតដោយមិនរើសអើងឋានៈបនស័កឬក៏មានប្រាក់ឡើយអាចកំបាំងនៃជីវិតក្រោយសេចក្តីស្លាប់និងកម្មផលដែលមនុស្សម្នាក់បានសាងដោយដៃខ្លួនឯងនឹងមកជួបជុំគ្នានៅទីនេះដើម្បីជំរះបញ្ជីឲ្យបានស្អាតស្អំក្នុងរង្វង់ដីភាពវេទនាដែលគ្មានទីបញ្ចប់នៃពុកខ្មោចរឿងរ៉ាវរបស់សផលបានខ្លះទៅជាវិញ្ញាណពមៀនទៅដល់អ្នករតីដែលដើរតាមផ្លូវនេះថាគ្មានអត្តកម្បាំងណាមួយអាចលាក់បាំងពីចក្ខុវិញ្ញាណនៃច្បាប់កម្មផលបានឡើយទោះបីជាពេលវេលាឆ្លងផុតទៅយូរយ៉ាងណាក៏ដោយក៏ផលក៏កម្មផលនេះធ្វើអាក្រក់ដែលអ្នកបានសាងនឹងតាមមកកំចាត់វាជានិច្ចទោះបីជាត្រូវរងចាំទៅចុងផ្លូវនៃជីវិតក៏ដោយពលឺពួកគេដ៏គួរឲ្យខ្លាចនោះនឹងនៅតែចេះរងចាំនៅទីនោះជារហូតដើម្បីនាំយកព្រលឹងដែលកខ្វក់ទៅកាន់ទីកន្លែងដែលស័ក្តិសមនឹងពួកគេបំផុតគឺឋាននរកនៅលើដីដែលគ្មានថ្ងៃនឹងបំភ្លេចជាថ្ងៃថ្មីសម្រាប់អ្នកដែលមានបាបឡើយសផលបានខ្លាចជាផ្នែកមួយនៃវិញ្ញាណវល់វល់នៅផ្លូវនេះយំស្រែកក្នុងភាពងងឹតជារៀងរហូតដល់ទៅគ្មានថ្ងៃវិលត្រឡប់វិញឡើយសូមអរគុណសម្រាប់ការតាមដានសម្ដាប់នៅរឿងខ្មោចកុំភ្លេចជួយចុច Subscribe ជាមួយនឹង Channel រឿងខ្មោចទាំងអស់គ្នាបាទអរគុណបងប្អូន